រដ្ឋបាលព័ត៌មានស្ដីពីសកម្មភាពការងារប្រចាំសប្តាហ៍របស់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានសប្តាហ៍ទី3នៃខែឧសភាឆ្នាំ2025នាថ្ងៃទី19ខែឧសភាឆ្នាំ2025វេលាម៉ោង 8:30 នាទីព្រឹកឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពីមាគ៌ាបៃតងទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាពនៅសន្តាគារ Himawari បន្ទាប់មកនៅវេលាម៉ោង 3 រសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍ជាមួយលោក Lucis មកពីសារព័ត៌មាន The Newsweek នៅទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី20ខែឧសភាឆ្នាំ2025វេលាម៉ោង 2 រសៀលឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបជាមួយលោកស្រី Zara Kaswat នាយកគ្រប់គ្រងពាណិជ្ជកម្មស្ដីទីរបស់ស្ថានទូត Basic ដើម្បីណែនាំ Ecostery ស្ថិតនៅទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី21ខែឧសភាឆ្នាំ2025នៅវេលាម៉ោង 8:30 នាទីព្រឹកឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ22ឧសភា2025ក្រោមប្រធានបទសុខដុមនីយកម្មជាមួយធម្មជាតិនិងការអភិវឌ្ឍដោយចីរភាពនៅអនុវិទ្យាល័យហ៊ុនសែនទួលសុភីនៅវេលាបន្ទាប់ម៉ោង 10:30 នាទីព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញបន្តដឹកនាំក្រុមការងារចុះទស្សនាចំការទុរេននិងចំការសាវម៉ៅរបស់ប្រជាសហគមន៍នៅចំការតឡុងស្រុកអូរៀងឪខេត្តត្បូងឃ្មុំលុះដល់ថ្ងៃទី22ខែឧសភាឆ្នាំ2025នៅវេលាម៉ោង 8:30 នាទីព្រឹកឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាល Digital និងពិធីចុះអនុស្សរណៈយោគយល់គ្នាលើការរៀបចំនិងដាក់ឲ្យប្រើកម្មវិធីចក្រា STEM រវាងក្រសួងបរិស្ថាននិងអង្គការ STEM នៅសាលមុខម៉ារ៉េតលុះដល់វេលាម៉ោង 3:30 នាទីរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា CCCSP 2024ដល់2033នៅសាលមុខម៉ារ៉េតនាថ្ងៃទី23ខែឧសភាឆ្នាំ2025វេលាម៉ោង 8:30 នាទីព្រឹកឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រីបន្ទាប់មកនៅវេលាម៉ោង 2 រសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំក្រុមការងារតំបន់ភ្នំខ្នងផ្សារនិងទេទឹកពុះនៅទីស្តីការក្រសួងបរិស្ថាននៅវេលាបន្ទាប់ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំក្រុមការងារក្រសួងចូលជួបសម្ដែងការគួសមនិងសួរសុខទុក្ខសម្ដេចអគ្គមហាពញាចក្រីហេងសំរិននិងសម្ដេចធម្មវិសុទ្ធវង្សាសៅទីនាថ្ងៃទី25ខែឧសភាឆ្នាំ2025វេលាម៉ោង 8:30 នាទីព្រឹកឯកឧត្តមរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារគណៈបកចុះជួយមូលដ្ឋានស្រុកអូរៀងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងសីមាវត្តជ្រៃបិទមាសស្ថិតនៅសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំបន្ទាប់មកនៅវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានបន្តដឹកនាំក្រុមការងារចុះពិនិត្យបទនភាពការងារនៅការដ្ឋានថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំ